ស្ថិតក្នុងដំណាក់កាលនៃការសម្រិតសម្រាំងចម្រាញ់យកបេក្ខភាពផ្លូវការទាំង20រូបអ្នកនាងប្រាសាទដាវីនចង់ឃើញស្ត្រីពីគ្រប់វិស័យចូលរួមប្រកួតលើឆាក Miss Universe Cambodia 2025 វេទិកាប្រកួតប្រជែងសម្រស់ដ៏ធំនៅកម្ពុជា Miss Universe Cambodia 2025 បានកំពុងចាប់ផ្ដើមហើយនិងមានបេក្ខភាពជាច្រើនបានដាក់ពាក្យចូលរួមប្រកួតហោហែប៉ុន្តែពេលនេះស្ថិតក្នុងដំណាក់កាលជំរុះចម្រាញ់យកបេក្ខភាពលេចធ្លោ20រូបដើម្បីប្រកួតដណ្ដើមមកុដរាជិនីសម្រស់ MUC 2025 តួយ៉ាងថ្មីនេះលោកឈួងយីវឆយអ្នកគ្រប់គ្រងថ្នាក់ជាតិនៃកម្មវិធី Miss Universe Cambodia បានឲ្យដឹងថាឆ្នាំនេះមានអ្នកដាក់ពាក្យចូលរួមប្រកួតច្រើនជាស្ត្រីមកពីវិស័យផ្សេងគ្នារួមទាំងស្ត្រីជាម្ដាយផងដែរលោកសប្បាយចិត្តពេលឃើញស្ត្រីមានភាពក្លាហានបំពេញក្តីស្រមៃរបស់ពួកគេម្យ៉ាងវាក៏ជាអ្វីដែលស្ថាប័ន MUC ចង់បានដូចគ្នានោះគឺការឃើញស្ត្រីមកពីគ្រប់វិស័យឈរបញ្ចេញសម្លេងលើឆាកប្រកួតតែមួយគោលដៅតែមួយពួកយើងទទួលបាន application ច្រើនហើយបច្ចុប្បន្នគឺយើងកំពុងតែស្ថិតនៅក្នុងដំណាក់កាលជ្រើសរើសសម្រាប់ top 20នៅឡើយទេយើងស្វែងរកភាពចម្រុះគ្នាយើងស្វែងរកអ្នកដែលគាត់មាន background ផ្សេងគ្នាដូច្នេះគឺអ្នកដែលដាក់មកគឺគាត់មានទម្រង់មានតាំងពីគ្រូបរិញ្ញាមានតាំងពីស្ត្រីដែលជាម្ដាយហើយមានតាំងពីបេក្ខនារីដែលគាត់មានឈ្មោះហើយនៅក្នុងវិស័យហើយនឹងគាត់ជាមុខថ្មីដូចគ្នាដូច្នេះគឺយើងផ្ដល់ឱកាសឲ្យពួកគាត់ដើម្បីឲ្យមានភាពចម្រុះគ្នានៅក្នុងការប្រកួតប្រជែងរបស់យើងហើយយើងក៏សង្ឃឹមថាMiss Universe Cambodia របស់ពួកយើងនេះគឺនឹងផ្ដល់នៅបានន័យថាគឺនឹងបង្ហាញជូននៅបេក្ខនារីដែលគាត់តំណាងឲ្យស្ត្រីប្រទេសកម្ពុជារបស់យើងគ្រប់ផ្នែកអញ្ចឹងបាទគឺផ្នែកណាក៏មានដែរលោករំភើបក្នុងការបើកបង្ហាញបេក្ខភាពផ្លូវការទាំង20រូបនាពេលឆាប់ខាងមុខនេះក្នុងនាមជា National Director អ្វីដែលលោកចង់ឃើញគឺបេក្ខភាពមានគុណភាពមានឆន្ទៈមានព្រលឹងជាអ្នកប្រកួតប្រជែងពិតប្រាកដសម្រាប់ការត្រដាងទង់ជាតិកម្ពុជាទៅលើឆាកអន្តរជាតិនៅចុងឆ្នាំ2025នេះសម្រាប់ទិសដៅនៅក្នុងការជ្រើសរើសនៅក្នុងឆ្នាំនេះគឺវាអត់ខុសអីពីកម្មវិធីយើងឆ្នាំមុនទេគឺសំខាន់បំផុតគឺបេក្ខនារីគាត់ត្រូវតែមានឆន្ទៈមានទិសដៅពាក្យមួយម៉ាត់ដែលខ្ញុំនិយាយគឺ spirit ព្រលឹងថាគាត់មកទៅសបកកាយឬគាត់មកតាំងព្រលឹងអញ្ចឹងបើសិនជាបេក្ខនារីគាត់នាំតាំងព្រលឹងរបស់គាត់មកគឺគាត់ដឹងហើយថាគាត់មកធ្វើអីគាត់មកដើម្បីអីហើយគាត់នឹងធ្វើអ្វីខ្លះដើម្បីភាពជោគជ័យអញ្ចឹងសម្រាប់ខ្ញុំក៏រំពឹងដូចគ្នាក៏ excited ដូចគ្នារំភើបនៅក្នុងការឃើញវត្តមានរបស់ពួកគាត់និងឃើញសមត្ថភាពរបស់ពួកគាត់នៅពេលដែលប្រកួតប្រជែងជាក់ស្ដែងទន្ទឹមគ្នាជាមួយការចម្រាញ់រកបេក្ខភាពផ្លូវការទាំង20រូបដើម្បីប្រកួតកម្មវិធី Miss Universe Cambodia 2025អ្នកនាងប្រាសាទដាវីន MUC ដំបូងគេដែលបំបែកប្រវត្តិសាស្ត្រចូលដល់វគ្គ Top 30នៅក្នុងការប្រកួត MUC 2024នៅប្រទេសមេស៊ីកូប្រាប់កុំឲ្យគ្រប់គ្នាប្រៀបធៀបសមត្ថភាពនិងសម្រស់ជាមួយរូបនាងព្រោះនាងជាម្ចាស់មកុដឆ្នាំមុនប៉ុន្តែគ្រប់គ្នាជាអនាគតម្ចាស់មកុដឆ្នាំថ្មីអ្វីដែលនាងចង់ឃើញខ្លាំងបំផុតគឺការចូលរួមរបស់ស្ត្រីគ្រប់រូបមកពីគ្រប់វិស័យព្រោះនាងជឿជាក់ថាស្ត្រីខ្មែរយើងមានសមត្ថភាពស្រស់ស្អាតផ្សេងគ្នាដូច្នេះសូមកុំខ្លាចក្នុងការបង្ហាញសមត្ថភាពរបស់អ្នកទាំងអស់គ្នាហើយខ្លួននាងផ្ទាល់នឹងនៅទីនេះដើម្បីជួយជ្រោមជ្រែងនិងការបណ្ដុះបណ្ដាលដល់អ្នកគ្រប់គ្នាចឹងខ្ញុំ excited កន្លែងហ្នឹងហើយមួយទៀតខ្ញុំក៏ចង់ផ្ដាំផ្ញើពួកគាត់ថាកុំ compare ប្រៀបធៀបខ្លួនឯងជាមួយនឹងខ្ញុំប្រឡងហើយឆ្នាំមុនឆ្នាំនេះខ្ញុំចាំតាជួយប្រាប់ពួកគាត់នឹងបង្ហាញផ្លូវណាខុសផ្លូវណាត្រូវដែលខ្ញុំគិតថាខាង international ដែលខ្ញុំបានទៅពីឆ្នាំមុនហ្នឹងមកប្រាប់ពួកគាត់ទេអញ្ចឹងបើគាត់គិតថាគាត់ចង់ចេះជាងមុនបកាយជាងមុនអញ្ចឹងជាពេលវេលាដ៏ល្អឱកាសដ៏ល្អដែលគាត់ជើញចូលរួមជាមួយពួកយើងឆ្នាំហ្នឹង